បាទអតីតកូនសិស្សលោកគ្រូកាក់សម្ផស្សឃើញថាទៅក្លឹបស្របស្រឿយគុណខ្មែរហ្នឹងគឺ2នាក់បងប្អូនក្នុងនោះបងប្អូនបានឃើញពីមុនគាត់ឈ្មោះក្រាក់ពិសិដ្ឋឥឡូវនេះគឺដូរឈ្មោះទៅអេលីតពិសិដ្ឋហើយមួយទៀតគឺក្រាក់សំណាងឥឡូវនេះគឺដូរឈ្មោះទៅអេលីតសំណាងបាទសម្រាប់ក្រាក់ពិសិដ្ឋនេះគឺបងប្អូនតាំងពីតាមដាននៅក្លឹបគ្រូកាក់សម្ផស្សបានដឹងហើយបានស្គាល់ហើយខ្ញុំក៏បានបង្ហោះវីដេអូជូនបងប្អូនខ្លះៗដែរហើយការប្រកួតដែលបងប្អូនគួរឲ្យចងចាំសម្រាប់ពិសិដ្ឋនោះគឺដំបូងគេនោះគឺឈ្នះនីវរផាហៅនីឆានឥឡូវនីឆានគាត់ឈប់ពីគុណខ្មែរទៅហើយបងប្អូនបាទការឈ្នះកាលហ្នឹងគឺផ្ដួលនីវរផាហៅនីឆានហ្នឹងគឺត្រឹមទឹកទី4បើនិយាយពីនៅក្លឹបលោកគ្រូកាក់សម្ផស្សហ្នឹងគឺវាយបានប្រហែលជា9ដងអីដែរឬក៏10ដងអីហ្នឹងបងប្អូនខ្ញុំចាំបានត្រួសណាបាទហើយការប្រកួតឥឡូវនេះគឺកំពុងតែឡើងខ្លាំងព្រោះទៅស្របស្រីគុណខ្មែរទៅគឺការប្រកួតបានវាយអន្តរជាតិហូហែដែរគេវាយក្នុងទម្ងន់គីឡូ60បងប្អូនបាទអញ្ចឹងកីឡាកររូបនេះគឺដំបូងឡើយលោកគ្រូកាក់សម្ផស្សបានបណ្ដូចហើយថាគឺបើនិយាយផ្លែមុខមាត់អីគឺថាប្រហែលទៅនឹងការផលសុភ័ណ្ឌគឺឥឡូវនេះគឺបានផ្លាស់មកក្លឹបស្របស្រឿយហើយវាយអន្តរជាតិបាទចាប់ដើមដំបូងគឺវាយអន្តរជាតិនៅប៉ូលី5ហើយឥឡូវនេះគឺចូលមកវាយអន្តរជាតិនៅហង្សមាសនិងសង្វៀនប៊ូស្រង់អីជាដើមពីប្រកួតចុងក្រោយបាទឃើញថាមួយខែមុនគឺឈ្នះកីឡាករមកពីបាទអ៊ីតាលីហើយក៏ក្រោយមកទៀតនេះគឺថ្ងៃទី4ខែតុលានេះគឺឈ្នះកីឡាករម៉ាឡេស៊ីទៀតនេះគឺសម្រាប់អន្តរជាតិរបស់ពិសិដ្ឋណាអញ្ចឹងថ្ងៃទី18នេះគឺទៅប៉ះកីឡាករមកពីម៉ារ៉ុកម្នាក់ទៀតគឺបាណែលម៉ាឌីបាទបាណែលម៉ាឌីអញ្ចឹងហើយបាទឈ្មោះគាត់បាទគឺវាយកង់ចេញម្រាមនៅស្ថានីយ៍បាទទូហងមាសជាមួយទៅពិសិដ្ឋគាត់នឹងធ្វើបានល្អកម្រិតណាទៀតបាទគួររំលឹកផងដែរថាការចេញវាយដំបូងកាលនៅក្លឹបលោកគ្រូកាក់សម្ផស្សគឺ4ប្រកួតគឺអត់ដែលចាញ់ទេសម្រាប់កាក់ពិសិដ្ឋជាកំណត់ត្រាល្អមួយបាទមុនដំបូងនោះគឺឈ្នះនីវរផាទឹកទី4ហើយក្រោយមកទៀតឈ្នះបញ្ញាកោះកែវបាទត្រឹមទឹកទី2ហើយប្រកួតទី3គឺបាទក៏បាទឈ្នះពិន្ទុបាទរីគីបាទសែនច័ន្ទហើយប្រកួតទី4បែបម៉ាហ្វៃគឺស្មើនឹងបាទគឺសៀងទិដ្ឋិហើយក្រោយមកទៀតក៏មានបាទចាញ់បាទខ្លះចឹងទៅចាញ់ឈ្នះបាទហើយបច្ចុប្បន្ននេះកំពុងតែឡើងខ្លាំងនិងដណ្ដើមបានទីផ្សារអន្តរជាតិជាពិសេសគឺក្រុមការបង្វឹករបស់លោកគ្រូសនអេលីតផងហើយមានការប្រកួតបាទញឹកញាប់មែនទែនសម្រាប់ពិសិដ្ឋនេះបាទចូលដល់ម្នាក់ទៀតបាទគឺអេលីតសំណាងដែលឈ្មោះដើមហ្នឹងពីមុនហ្នឹងគឺដាក់ឈ្មោះថាក្រាក់សំណាងបាទការប្រកួតនាពេលកន្លងទៅគឺគេវាយក្នុងគីឡូ63-500បងប្អូនណា63-500បាទឆ្អឹងមៀតមុំហើយធំសម្រាប់សំណាងនេះហើយការប្រកួតកាលនៅក្លឹបលោកគ្រូកាក់សម្ផស្សហ្នឹងក៏គ្នាកំសោបានឡើងប្រកួតអីញឹកញាប់ដែរគាត់ថាយូរបានឡើងទៅពេញម្ដងវាយសង្វៀនតាមថ្នាលការប្រកួតផ្សេងអញ្ចឹងតាមខេត្តតាមអីហ្នឹងហើយក៏មានការប្រកួតបាទតាមព្រឹត្តិការណ៍ផ្សេងនៅសៀមរាបនេះបាទអញ្ចឹងក្រាក់សំណាងនេះគឺក៏ផ្លែចាក់ដែរគឺធន់បាទសិតតអ្នកធន់ហើយគឺគីឡូរៀងធំដែរហើយរាងកាយរបស់គេនឹងគឺសាច់ហាប់ហើយឥឡូវទៅតែចូលក្លឹបលោកគ្រូសនអេលីតស្របស្រឿយគុណខ្មែរហ្នឹងគឺបានប្រហែលជា2សប្តាហ៍ទេអញ្ចឹងគឺមានឈ្មោះបាទប្រកួតនៅថ្ងៃទី19ខែតុលានេះបន្ទាប់ពីពិសិដ្ឋប្រកួតមួយថ្ងៃហើយស្អែកឡើងគឺបាទដល់វគ្គបាទអេលីតសំណាងប្រកួតវិញម្ដងខានប្រកួតប្រហែល4-5ខែហើយបាទបន្ទាប់ពីចាក់ចេញពីក្លឹបលោកគ្រូកាក់សម្ផស្សទៅឥឡូវនេះគឺលេចមុខនៅក្លឹបបាទគឺក៏ផ្លាស់ទៅកាន់ក្លឹបស្របស្រឿយបាទគុណខ្មែរនឹងបាទអញ្ចឹងចាំមើលតើសំណាងទៅក្លឹបថ្មីការវឹកហាត់រាងកាយការវឹកហាត់អីឃើញថាខំខ្លាំងមែនទែនរហូតដល់សាច់ឡើងកង់វិញហើយតើមានអីប្លែកសម្រាប់អេលីតសំណាងក្នុងការបង្ហាញខ្លួនសារជាថ្មីនៅលើសង្វៀនរាជធានីភ្នំពេញនេះបាទអញ្ចឹងគូបញ្ជាក់ឡើងវិញថាក្លឹបលោកគ្រូកាក់សម្ផស្សគឺកូនសិស្សបាទល្អក៏ចេញច្រើនដែរនេះជារឿងធម្មតានៅក្នុងវិស័យកីឡាបងប្អូនសូមបាល់ទាត់ក៏អញ្ចឹងដែរគឺការបដិបដាលទៅបដិបដាលល្អអញ្ចឹងទៅគឺមានន័យថាការផ្ទេរហ្នឹងគឺមានតម្លៃខ្លួនតម្លៃអីត្រឹមត្រូវអញ្ចឹងណាបាទនេះគឺជាដូចគ្នាទេក្នុងវិស័យកីឡាអញ្ចឹងបងប្អូនកុំប្រកាន់ខឹងចំពោះកូនសិស្សដែលគាត់បានផ្លាស់ចេញពីក្លឹបមិនថាតែក្លឹបគ្រូកាក់សម្ផស្សទេក្លឹបផ្សេងក៏ដូចគ្នាដែរយើងធ្វើឲ្យទីផ្សារបដាលឬក៏ទីផ្សារដូចទីផ្សារបាល់ទាត់ទីផ្សារកីឡាផ្សេងហ្នឹងវាកាន់តែហៅថាល្អប្រសើរបាទកូនសិស្សដែលខ្ញុំស្គាល់ហ្នឹងឃើញថាពីដើមឈ្មោះគាត់គឺឈ្មោះក្រាក់ពិសេសមានក្រាក់សំណាងមានក្រាក់ស៊ីថេតមានក្រាក់សីហាក្រាក់ក្រាញ់ក្រាក់ស៊ីឈៀនក្រាក់អីហ្នឹងហោហាយច្រើនណាស់បាទដែលបានចេញពីក្លឹបលោកគ្រូក្រាក់សម្ផស្សហើយសិតតែអ្នកដែលល្អបាទអរគុណបងប្អូនទាំងអស់គ្នាចំពោះការតាមដានវីដេអូនេះយើងជួបគ្នាវីដេអូក្រោយទៀតជម្រាបលាបាទ